មានប្រយុទ្ធដ៏អស្ចារ្យកីឡាករលំដាប់កំពូលមកពីគ្រប់ទិសទី សម្រាប់បងប្អូនដែលជាអ្នកគ្រប់គ្រងវិស័យបណ្ដាសម្រាប់ថ្ងៃអាទិត្យសប្តាហ៍នេះដឹងតែឆ្ងាញ់ភ្នែកទៀតហើយបងប្អូនហើយសប្តាហ៍នេះសម្ពាធជានឹងបាននាំយកជើងខ្លាំងទុនខ្មែរជាច្រើនទៅកាន់ឃុំវារិញស្រុកព្រៃនប់ខេត្តបរសេនុដែលក្នុងនោះសម្ពាធជានឹងបាននាំយកកីឡាករលំដាប់ទុនខ្មែរយើងជាច្រើនរួមទាំងការប្រកួតមារ៉ាតុនដំណើរដែលមានសមាជិកកីឡាករទុនខ្មែរ4រូបនឹងធ្វើការប្រកួតគ្នាដើម្បីក្លាយជាម្ចាស់ជើងឯកផងដែរក្រៅពីការប្រកួតគូដំណើរនោះក៏មានការប្រកួតគូមិត្តភាពអន្តរជាតិដែលជាការបង្ហាញខ្លួនរបស់ជើងខ្លាំងទុនខ្មែរយើងមួយចំនួនមានដូចជា Ren David និងធ្វើការប្រកួតជាមួយនឹងកីឡាករអារ៉ង់គណៈដែលហាន2បងប្អូនជាច្រើនហើយស្គាល់ហើយហាន2មករយៈចុងក្រោយនេះផ្ទុះខ្លាំងមែនទែនដោយសារតែសមត្ថភាពរបស់កីឡាករមកពីទឹកដីខេត្តបាត់ដំបងម្នាក់នេះបានបន្តចិត្តឲ្យគ្រប់គ្រងជាច្រើនមានការចាប់អារម្មណ៍តាមរយៈការដួលជើងខ្លាំងគុនខ្មែរជាច្រើនជាពិសេសកីឡាករហាន2ម្នាក់នេះគឺជាកីឡាករគុនខ្មែរតែម្នាក់គត់ដែលពេជ្រអតិទេពមិនទាន់ស្គាល់ពាក្យថាឈ្នះហើយជាមួយគ្នានឹងការប្រកួតរបស់ហាន2នេះដែរក៏មានវត្តមានសិស្សច្បងរបស់ហាន2គឺឈុតសេរីវ៉ាន់ថងផងដែរដែលអ្នកទាំងពីរនឹងដឹកដៃគ្នាដើម្បីទៅលេងស្រុកព្រៃនប់ខេត្តបរសេនុកុំភ្លេចចាំតាមដានទាំងអស់គ្នាដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី29ត្រូវនឹងថ្ងៃអាទិត្យចាប់ពីវេលាម៉ោង 8 យប់តទៅ